រកឃើញគ្រាប់បែកសល់ពីសម័យសង្គ្រាមចំនួន2គ្រាប់ទម្ងន់ប្រមាណ230គីឡូក្រាមយោងតាមเพจផ្លូវការរបស់ឯកឧត្តមហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី11ខែមីនាឆ្នាំ2025ថាពីរគ្រាប់ផ្ដាច់អាឡ័យជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទ MK82 ទម្ងន់ប្រមាណ230គីឡូក្រាមលោកបានឲ្យដឹងថាមួយគ្រាប់សំងំលាក់ខ្លួនក្នុងចំការស្វាយចន្ទីស្ថិតនៅឃុំជ្រាប់ស្រុកសន្ទុកខេត្តកំពង់ធំរីឯមួយគ្រាប់ទៀតសំងំលាក់ខ្លួននៅបាតរណ្ដៅដីស្ថិតនៅឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅថ្ងៃទី11ខែមីនាឆ្នាំ2025លោកបានបញ្ជាក់ថាកម្លាំងជំនាញគ្រាប់មីនមិនទាន់ផ្ទុះអង្គភាពស៊ីម៉ាក់ត្រូវដំណើរការដោះបន្សាបតាមលក្ខណៈបច្ចេកទេសដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរិសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបងឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ